ខ្សែភ្លើងនឹងទូកៀមនឹងតែបងប្អូនអើយឆៃអស់ហើយខេត្តព្រៃវែងនៅថ្ងៃពហុទី23ខែកក្កដាឆ្នាំ2026ព្រះតេជគុណគ្រូវត្តសារីសាគរដូនស្ដើងនៅខាងស្រុកព្រះស្ដេចបន្ទាប់ពីទទួលដំណឹងតាមបណ្ដាញសង្គមករណីឆេះផ្ទះបងស្រីឈ្មោះខាត់រ៉ាអាយុ62ឆ្នាំដែលជាស្ត្រីមេម៉ាយផងរស់នៅពីអ្នកចៅផងនៅភូមិកោះអង្គឃុំពីមទាស្រុកកំពង់ត្បែកខេត្តព្រៃវែងក្រោយទទួលដំណឹងពីបណ្ដាញសង្គមភ្លាមនោះព្រះគ្រូវត្តសារីសាគរដូនស្ដាងបានអញ្ជើញនិមន្តដឹកនាំព្រះសង្ឃធ្វើដំណើរអស់រយៈពេល3ម៉ោងរួមនឹងសម្ភារៈតៃវត្ថុប្រើប្រាស់គ្រឿងបរិក្ខារបរិភោគព្រមទាំងថវិកាសប្បុរស170,000រៀលជូនបងស្រីដែលរងគ្រោះអគ្គិភ័យឆេះផ្ទះកាលពីថ្ងៃទី21ខែកក្កដាឆ្នាំ2026ដែលស្ថិតនៅក្នុងភូមិកោះអង្គឃុំពីមទាស្រុកកំពង់ត្បែកខេត្តព្រៃវែងក្នុងឱកាសនោះព្រះតេជគុណគ្រូវត្តសារីសាគរដូនស្ដើងសូមប្រគេនពរជ័យសិរីមង្គលមហាប្រសើរដល់បងប្អូនអស់លោកស្រីសប្បុរសចិត្តឆ្ងាយនិងបងស្រីជួបតែសំណាងល្អសុខចម្រើន10គីឡូក្រាមមានកន្ទេលឃីបខ្នើយមុងទៀតហើយមានសម្លៀកបំពាក់ពីកាផ្លេដែរមានសរងមានអីហើយនៅក្នុងនោះក៏ញោមដែលបានចូលរួមជាមួយខ្ញុំគណៈអាត្មាភាពមានញោមឧបាសិកាមីផាសេរីក៏ចំនួន$200ស្មើនឹង80,000ដែរបងណាហើយនឹងបងនារីចំនួន40,000រៀលញោមឧបាសកកាំងគម្លៀកឧបាសិកាតែស្រឡាំង40,000រៀលដែរស្មើ$100ហើយខ្ញុំគណៈអាត្មាភាពបន្ថែមពីលើនេះ10,000ទៀតព្រមទាំងសម្ភារៈមួយចំនួនដើម្បីជូនដល់ក្រុមគ្រួសារអ្នកមីងដែលរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះយុគមិញនេះអញ្ចឹងដោយសេចក្តីអាណិតអាសូរអាត្មាសូមជូនសម្ភារៈទាំងអស់នេះណាក៏អត់ទទួលបច្ច័យនេះបានសរុប170,000ណាសង្ឃឹមថានឹងមានសប្បុរសជននិងលោកអ្នកចិត្តឆ្ងាយជួយគាត់បានសាងសង់ផ្ទះទីបានតំណុំអីគាត់នឹងស្នាក់នៅបន្តទៅទៀតសូមអ្នកមីងកុំអស់សង្ឃឹមអ្នកទាំងអស់គ្នាណាឲ្យតែជីវិតនៅមានអ្វីត្រូវតែមានសង្ឃឹមបន្តទៅទៀតក៏សូមអ្នកទាំងអស់គ្នាក្រៅពីក្រុមគ្រួសារអ្នកមីងក៏ដោយចាប់ពីពេលនេះទៅត្រូវប្រុងប្រយ័ត្នភ្លើងអគ្គិសនីក្តីភ្លើងចង្ក្រានក្តីឲ្យឈ្មោះថាភ្លើងត្រូវប្រុងប្រយ័ត្នហើយមួយទៀតគឺភ្លើងកំហឹងតោសៈក៏កុំឲ្យមានដែរព្រោះនាំឲ្យអន្តរាយដល់ជីវិតទ្រព្យសម្បត្តិដូចតែគ្នាទេទីចុងក្រោយអាត្មាភាពសង្រំលែកសេចក្តីទុកសូមឲ្យក្រុមគ្រួសារអ្នកមីងបានស្រាលទៅនៃសេចក្តីទុកសោកសៅនេះក៏ហើយសូមឲ្យតស៊ូនៅក្នុងជីវិតបន្តទៅទៀតសូមថ្លែងអំណរអគុណជូនបុណ្យដល់បងប្អូនញាតិមិត្តទាំងអស់ដែលបានជួយយកអាសាជួយគាត់ពីយុគមិញនេះណាសូមឲ្យអ្នកទាំងអស់គ្នាជៀសផុតអំពីគ្រោះអគ្គិភ័យនិងគ្រោះកាចផ្ទៃផ្សេងដោយការរស់នៅមិនប្រមាថប្រុងប្រយ័ត្នគ្រប់គ្នាឯងក៏ឧបាសិកាអ៊ំយានអីញោមទាំងអស់គ្នារ៉ានី